tao bây giờ là cụ chập đá mới nè lại ta bánh ha cụ Telegram này ơi ចា cho lọc ảo rồi chân lọc in về ở châu vinh về tiệp bong lối bong ấy nè ấy từ miền Nam và cái hướng nó chuỗi là Recording cụ in phong progress. miền Nam và លោកគ្រូcái Telegram ហ្នឹងមកលោកគ្រូអត់ចង់បង់លុយមាន Telegram មួយទៀតដែលគេ download Telegram អីចាលោកគ្រូ dương đào là ấy nâng tới hay dương lọc in thôi mà đa login tới ចាប៉ុន្តែគ្រាន់តែអា X ហ្នឹងវាសេរីចាអញ្ចឹងវាអត់បានអីគ្រាន់តែយើងបានឆាតធម្មតាអញ្ចឹងណាលោកគ្រូ chẳng nhà thay pha lấy nhà ấy ở cả tề text file ដូចជាបានលោកគ្រូ ừ lọ ta côn trờn nó cho mở được khu xạ năng mùi ធ្លាប់ធ្វើបានហើយក៏ច្រឡំលុកអាវទៅឥឡូវបញ្ញាប់ធ្វើអត់កើតតោះឥឡូវអរគុណច្រើនណាអញ្ចឹងយើងនេះសិនណារៀនសិនអរគុណទៅគូដូចជាធ្លាប់លឺត្រូវហើយហ្នឹងហើយគេធ្លាប់ប្រាប់ឲ្យវាភ្លេចធ្វើបានម្ដងចូលហើយឥឡូវវានេះអញ្ចឹងថ្ងៃនេះយើងដល់មានទី2ណា SIP Medi កំងហើយពួកយើងបាននិយាយពី process ណាក្នុងការរេប៉ុងចឹងថ្នាំហ្នឹងតតែ fixe ទៅលើ SIP របស់វាតិចទៀតលោកគ្រូបង្ហាញ SIP ភាសាទៀតថាជាអីហើយធ្វើឲ្យមាន signalization នៅក្នុងកោសិកាដែលពិបាកស្មុគស្មាញញ៉ៃញ៉ៃគឺអានឹងដោយសារតែយើងអត់សូវស្គាល់រចនាសម្ព័ន្ធនៅក្នុងកោសិកានឹងណានៅក្នុងថ្នាក់ក្រោមក៏អត់សូវមាននិយាយស៊ីជម្រៅដែរអារឿង molecule clay នៅក្នុង transmission signal ហ្នឹងអញ្ចឹងបានពួកយើងរៀងវែងតែពួកយើងត្រូវមើលឲ្យមើលទៀតទៅវាលើកទី1 flu លើកទី2ទី3ទៅវាឡើងអីហើយណាអញ្ចឹងនេះក៏ជា notion ទេឲ្យពួកយើងដឹងថាឲ្យពួកយើងដឹងថាថ្នាំវាធ្វើដំណើរតាមហ្នឹងបានចេញជារេប៉ុងឲ្យយើង fix signalisation ហើយទៅជារេប៉ុង cellulaire បន្តមករេប៉ុង organ បានរេប៉ុងរបស់ organ នេះចឹងដើម្បីពួកយើងស្រួលយល់លោកគ្រូឧទាហរណ៍ចាំមកទៅពួក hypoglycemic ញ៉ោង fixate ទៅលើ receptor របស់វាស៊ុយដែលជា receptor មួយនៅលើកោសិកា beta Delange អស់ពេលដែល fixate លើ receptor ទៅវាបន្តសញ្ញាអញ្ចឹងលេខ1 fixation ហ្នឹងទី2 signalisation ចាប់ផ្ដើមគឺវាបញ្ជូន mechanism ទៅក្នុងកោសិកាអញ្ចឹង mechanism ហ្នឹងគឺក្នុងចំណោម mechanism ជាច្រើនការបិទ canal potassic ធ្វើឲ្យមាន depolarisation បាទ cellulaire ទើបធ្វើឲ្យវា secretion insulin អញ្ចឹងនេះជា response cellulaire ហើយនៅពេលដែល insulin ចេញមកជាច្រើនធ្វើឲ្យ insulin បញ្ជាទៅកោសិកាផ្សេងក៏ដូចជាសាច់ដុំចាប់យកស្ករអញ្ចឹងសរីរាង្គយើងចាប់យកស្ករលើសមុននេះឃើញកែសម្រួលទេអានឹង organ របស់យើងសាច់ដុំរបស់យើងវាចាប់ស្ករអញ្ចឹងចុងក្រោយមនុស្សម្នាក់ហ្នឹង function របស់មនុស្សហ្នឹងខុសពីមុនតកតទៅនឹងជាតិស្ករក្នុងឈាមគឺជាតិស្ករថយចុះបាទនេះហើយជា modification de l'organ នេះអញ្ចឹងចេញពី effet thérapeutique ទេដែលយើងដឹងថា10ថ្នាំនៅណាហើយពេលខ្លះចេញពី effet របស់ therapeutic ទេទើបយើងយល់ mechanism របស់ខ្លួនយើងមិនចុងក្រោយទៅយល់ពី physio ក៏ដូចជា transduction signal ណាអញ្ចឹងវាដើរប្រជ្រះទៅវិញទេហើយមានករណីលើកលែងមួយចំនួនណានេះ slide នេះករណីលែងហើយយើងមកដល់ slide នេះចាត់បាទអញ្ចឹងយើងមកដល់នេះណាដែលលោកគ្រូថាជាពាក់សិនអត់ទាន់ឲ្យចម្លើយទេលោក Paracel ដែលគាត់ថាគ្រប់សារធាតុទាំងអស់ដឹងតែពុលទោះបីជាទឹករបាយដែលលោកគ្រូថាក៏ពុលដែរមានតែដូសទេដែលធ្វើឲ្យរបស់នឹងអត់ពុលហើយលោកគ្រូថាអត់ទាន់ប្រាប់ចម្លើយឲ្យពួកយើងគិតមួយថ្ងៃសិនឥឡូវរកចម្លើយឃើញអត់
មិនក៏បាយពុលមិនក៏ទឹកពុលបាយពុលពេលណាទឹកពុលពេលណាពួកយើងដឹងអត់ពេលយើងញ៉ាំទឹកច្រើនពេកទឹកសាបធម្មតាដែលយើងត្រូវការហ្នឹងតែយើងញ៉ាំច្រើនពេកកាពះយើងវារីកយើងមានអារម្មណ៍ចង់ក្អួតអាហ្នឹងហើយរាប់ថាពុលពេលខ្លះអាចចេញនឹងបាយដែលធ្លាប់ញ៉ាំដែលបានញ៉ាំមុនហ្នឹងគុយទាវដែលញ៉ាំមុនហ្នឹងក៏អាចចេញដែរអញ្ចឹងលោកគ្រូរាប់ថាហ្នឹងពុលហើយយើងញ៉ាំដល់លើសដូរឧទាហរណ៍ញ៉ាំ2លីត្រក្នុងរយៈពេល1នាទីវាជ្រាបទៅអត់ទាន់ហូរទៅព្រោះវាអត់ទាន់ទី2បាយទឹកនោមផ្អែមមិញហ្នឹងគឺមកពីបាយយើងត្រូវការ energy ប៉ុន្តែលើសវាទៅជាទឹកនោមផ្អែមជំងឺហ្នឹងសម្លាប់មនុស្សច្រើនណាស់ដោយស្ងៀមស្ងាត់ជំងឺមិនឆ្លងណាចឹងត្រឡប់មកវិញតតែយើងញ៉ាំឲ្យបានត្រឹមត្រូវទើបវាមិនតុកសិចអញ្ចឹងកុំថាឡើយទឹកដែលយើងត្រូវការចាំបាច់បាយដែលយើងត្រូវការចាំបាច់ហ្នឹងក៏វាពុលយើងដែរអានឹងបាច់និយាយដល់ប៉ារ៉ាបាច់និយាយដល់វីតាមីន C etc ទេណាចឹងតមកទៀតគឺយើងនិយាយពី notion របស់ selectivity របស់ថ្នាំ Aucun médicament spécifique dans cible biologique ចឹងថ្នាំមិនមានថ្នាំណា specific 100%ទេវាគ្រាន់តែ plus specific que les autres អញ្ចឹងកាលណាយើង augmenter la dose វានឹងចាប់ផ្ដើមមាន effet secondaire effet undésirable ហើយបន្តលើសហ្នឹងគឺ war toxic ហើយចឹងបានន័យថាបើវា specific មែនគឺ les autres ប៉ុន្តែបើយើងញ៉ាំច្រើនវានឹងធ្វើឲ្យថ្នាំដ៏ច្រើនហ្នឹងទៅកន្លែងផ្សេងទៀតហើយកន្លែងផ្សេងហ្នឹងហើយ effet undésirable ឬក៏ toxic ដែលយើងអត់ចង់បានបាទអញ្ចឹងថ្នាំបញ្ជាក់មកវិញគេចង់បានកាន់តែ specific កាន់តែ selective កាន់តែល្អវាមួង toxic មិនមាន100%ទេប៉ុន្តែយើងចង់បានអានោះបើបាននោះល្អតែខិតទៅចិត្តអានោះកាន់តែល្អចឹងចាំទៅអានេះជាគ្រឹះសម្រាប់ pharmaco ណាត្រូវដឹងមកហ្នឹងហើយថ្នាំកាលណាថ្នាំទាំងឡាយណាដែលមានលក្ខណៈឬក៏មានអំពើទៅលើកោសិកាមួយឬក៏ទៅលើ fonctionnement អីមួយដែល fonctionnement ហ្នឹងជា fonctionnement de base fonctionnement de base កំងហ្នឹងបានន័យថាកោសិកាណាក៏មានការងារនឹងដែរឧទាហរណ៍មីតូកោសិកាណាក៏មានមីតូដែរមិនមែនចាំបាច់តា spermatogony មិនមែនចាំបាច់តា ovogony ទេមីតូមានម៉ាយ៉ូមានតែពីរហ្នឹងឯងតែបើមីតូមានតែមានគ្រប់កោសិកាអញ្ចឹងមីតូជា fonctionnement de base មួយគ្រប់កោសិកាមានការសាងតាយប្រូតេអ៊ីនកោសិកាណាក៏មាន metabolic ផលិត energy កោសិកាណាក៏មានអញ្ចឹងថ្នាំទាំងឡាយណាដែលប៉ះពាល់ perturber ទៅលើ modification រេប៉ុងទាំងអស់ហ្នឹងនឹងធ្វើឲ្យ toxic ឧទាហរណ៍ពួក anti cancereux មួយចំនួនព្រោះកោសិកាមហារីកវាធ្វើមីតូសលឿនមេតូថិកសាតប៉ាយសមជាថ្នាំមួយដែលវា block មីតូសរបស់ cellule cancereux ប៉ុន្តែកុំភ្លេចថាវាមិនត្រឹម inhibit មីតូសរបស់ cellule cancer ទេសកោសិកាផ្សេងមីតូសដែរតាអញ្ចឹងហើយបានវាប៉ះទៅលើពោះវៀនប៉ះទៅលើសក់យើងព្រោះកោសិកាហ្នឹងវាមីតូសលឿនអាហ្សូតលេហ្សូត cellule ក៏វាមានដែរគ្រាន់តែវាចាប់អាលឿនមុនវា plus specific pour les cellules présentant la mitose plus vite plus important អញ្ចឹងវាចាប់អាណាមីតូសលឿនដោយកោសិកាមហារីកអញ្ចឹងកោសិកាពោះវៀនយើងក៏លូតលាស់លឿនធម្មតាណាមិនមែនកោសិកាទេហើយសក់យើងក៏ដុះលឿនអញ្ចឹងហើយបានវាវាយប្រហារសេលីពីរហ្នឹងអញ្ចឹងបានពួក anti cancereux វាធ្វើឲ្យមនុស្សយើងឈូសក់ធ្វើឲ្យមនុស្សយើងមាន effect ទៅលើ type digestive អញ្ចឹងបានធ្វើឲ្យក្អួតចង្អោរប៉ះទៅលើ type digestive របស់យើងអញ្ចឹងគឺយើងយល់ថាអាណាប៉ះ fonctionnement de base
វាប៉ះកោសិកាច្រើនចាំបានន័យថាវាមួង specific ទី2បើសិនជាវាប៉ះទៅលើ function ហ្មងណាដែលមានលក្ខណៈ particulier អញ្ចឹងវាមួង specific ឧទាហរណ៍ function ហ្មង metabolic secretor ឬក៏ contractile អញ្ចឹងវាប៉ះតាកោសិកាណាក៏ធាក់ទេអញ្ចឹង FN Desirab ក៏តិចដែរអញ្ចឹងវាអត់ឲ្យកោសិកាផ្សេងរេប៉ុងទេអញ្ចឹងកាលណាកោសិកាផ្សេងអត់រេប៉ុងវាមួង toxic អញ្ចឹងលោកគ្រូឲ្យប្រាំងស៊ីតមួយជា logic ជាទូទៅត្រូវចាំ fluid selective មួង toxic អាហ្នឹងច្បាប់របស់ pharmaco ហ្មងណាចាំអានេះធ្វើមិនហេតុមកវិញទៅបាត់ fluid selective មួង toxic ផ្ទុយទៅវិញមួង selective fluid toxic កាលណាអត់មានគោលដៅច្បាស់លាស់វាយទៅគឺប៉ះមនុស្សច្រើនហើយឥឡូវដោយសារបរិបទសង្គ្រាមឥឡូវវាកំពុងរាលដាលទូទាំងពិភពលោកលោកគ្រូឧទាហរណ៍ថាមីស៊ីលរបស់យើងដែលបាញ់វាយចូលបើសិនជាមីស៊ីលហ្នឹងជាមីស៊ីលឧទាហរណ៍ថា non more selective អត់ select ទេជាមីស៊ីលមួយបាញ់បានឧទាហរណ៍ណា10គីឡូ4ជ្រុងអញ្ចឹងជុំវិញ10គីឡូហ្នឹងគឺមនុស្សសត្វស្លាប់ទាំងអស់អញ្ចឹងលោកគ្រូប្រើពាក្យ more selective អត់ selective ទេអញ្ចឹងស្លាប់ទាំងគោលដៅរបស់យើងឧទាហរណ៍នេះគោលដៅយើងនៅនេះថាយើងដាក់អាហ្នឹងទៅវាច្បាស់ហើយគោលដៅយើងស្លាប់ប៉ុន្តែអ្នកផ្សេងគ្នាអត់ដឹងអីនោះនេះលោកគ្រូដាក់ផ្កាយទូចនេះមនុស្សដែរតាយើងមានចោលគេម្នាក់នឹងស្លាប់ណាតែដោយសារតែក្របយើងអត់ selective ស្លាប់ទាំងអស់1គីឡូ10គីឡូ4ជ្រុងណា10គីឡូ4ជ្រុងគុណទៅនឹងម៉ែគ្រូចេះឧទាហរណ៍ទេអានេះស្ប៉ែនុយក្លេអ៊ែរមួយហើយមើលទៅផ្ទុយទៅវិញបើលោកគ្រូមានមីស៊ីលទាំងឡាយណា fluid specific fluid selective លោកគ្រូមានមីស៊ីល ballistic មួយដែលផ្ទុះជុំវិញនឹងតែ10ម៉ែត្រទេអញ្ចឹងអ្នកនៅជុំវិញនឹង10ម៉ែត្រអាចនឹងស្លាប់ឬក៏របួសធ្ងន់លោកគ្រូស៊ីបលេទៅចំម្ល៉េះហ្នឹងពួកយើងគិតមើលអា10ម៉ែត្រហើយនឹងអា10គីឡូអ្នកដែលមិនតាក់ទងស្លាប់លើគ្នាប្រហែលចា10ម៉ែត្រនេះលោកគ្រូហ៊ាននិយាយថាបើសិនជាគាត់នៅទីប្រជុំជនឥឡូវនិយាយថាមនុស្សឲ្យច្រើនចោះនៅក្នុងផ្សារ10ម៉ែត្រ4ជ្រុងលោកគ្រូហ៊ានស្មានថាអាចយ៉ាងច្រើន10នាក់ឯងតែបើ10គីឡូ4ជ្រុងមិនបាច់និយាយតែទីផ្សារទីក្រុងទូទៅធម្មតាទៅមើលទៅលោកគ្រូហ៊ាននិយាយថាមិនក្រោម1000នាក់ទេត្រឡប់មក pharmaco យើងវិញអញ្ចឹងដែរកាលណា fluid specific យើងវាយចំគោលដៅយើងវាយតែអាកោសិកាណាឈឺទេអាកោសិកាជាអត់វាយទេអញ្ចឹងយើងអត់មាន FN Desirab ទេម្នាក់អត់តាក់ទងអត់ស្លាប់ទេកោសិកាដែល sterile sign ណាកោសិកាធម្មតាអត់ងាប់ទេយើងអត់មាន FN Desirab ទេយើងអត់ជ្រុះសក់ទេយើងអត់ខូចពវៀនទេ etc នេះគឺជាគោលបំណងនៃការស្រាវជ្រាវក្រោយគេរកថ្នាំណាដែល fluid specific ឈានទៅដល់គ្មាន FM Desirab ឥឡូវនេះចំណេះដឹងចុងក្រោយអីដែលលោកគ្រូដឹងថ្ងៃមុនលោកគ្រូអានច្បាស់គេមាន nano medicament មួយចំនួនគេស៊ីបលេវាឲ្យទៅដល់ cellule cancereuse ហើយឲ្យវាមានប្រសិទ្ធភាពនៅដុំកង់សែហ្នឹងណាលោកគ្រូក៏ភ្លេចបាត់ហើយនឹងស្អីទេគេហៅស្អីទេគេជើណាស់លោកគ្រូក៏នេះដែរណាតែមើលលោកគ្រូ search បន្តិចបើមានប៉ះលោកគ្រូដាក់ឲ្យណាអញ្ចឹងយើងចង់បាន fluid specific ចង់អាណា modification particulier ឲ្យវាមានលក្ខណៈពិសេសទៅវាយទៅគឺត្រូវតែអាហ្នឹងទេអត់ត្រូវអាផ្សេងទេបើវាយអាកុំងវាយអាមីតូសអាណាមីតូសត្រូវទាំងអស់ងាប់ពេញហ្នឹងណាមិនដែរច្បាស់ណា fluid specific fluid selective មួង toxic
và chân hai bạn dương thời đằng thời chết pi ship rồi bỏ năm hay nâng ra chả na sầm pon tiền lại nát đại nữ bài kia bài ra chả na sầm pon đại đôi đôi kia chân cô tông xéo nâng ai miễn FAN để ra bài bờ protein nâng về đôi kia dư vài nông mét tay về tay đôi kia đấy đôi là cụ chân khăn là ví thì chỉ làm trăm thì buồn được ó vì thời được ó nó không lý thời được ó ta bất khăn ta là vì mũi trong sẽ đây ai ta là vì mũi tiếng tay sẽ đây ai là năm thì buồn và mẫu đọc mà nâng được ó mà nói đọc mà nói buổi dưỡng đọc bay à tụ tì họ tôi thì vẫn bởi là khu sẽ đây ai ta nè à và mẫu đọc bay muốn nào vì nó ngại mau đi nọt toàn tụ tì họ chắc thời ta mà nè nâng tiền nạp xế hụt luôn này cứ như khi vì specific là ỏi hay bởi thà mua specific chuyện nắng là cụ thám chụp vào đọc bay nó con sao xảy mau chữ là hổ cho huyện dứt là hổ thì họ chắc có việc khoản bài đã được sao phổ thì ở thời đại cho nên không phải mà cố cái chừng này đó bữa ban ship từ hộ cái lại tầm mũi nó lọ hay tái vì mình chẳng ai ban muông toxic ឬក៏ plus selective តាមដែលធ្វើទៅបានទៅណាអញ្ចឹងស្គាល់រចនាសម្ព័ន្ធ prof ហ្នឹងគឺសំខាន់យើងដឹងថាវាទៅ fix នៅតំបន់ណាឲ្យពិតប្រាកដវាជាប់ liaison ឲ្យពិតប្រាកដឲ្យដឹងថាក្រុម SIP ហ្នឹងវាមានអង់ស៊ីមណាដូចគ្នាខ្លះមានទម្រង់ណាដូចគ្នាខ្លះដូចជាពួក cano ដូចជាពួក receptor ដើម្បីប្រមាណមើល FAN desirab អញ្ចឹងនៅពេលដែលយើងស្គាល់ច្បាស់ចេញលទ្ធចេញFM desirab មកយើងលែងឆ្ងល់ហើយមិនក៏វាឲ្យ FA ហ្នឹងព្រោះរចនាសម្ព័ន្ធហ្នឹងស្តៀងគ្នាអញ្ចឹងកាលណាយើងវាយអាមួយត្រូវទាំងពីរដូចមិនអញ្ចឹងដោយសារយើងហ៊ានប្រម៉ូមួយគ្នាហើយលោកគ្រូចង់ថាឲ្យណាវីទេតែនឹកឈ្មោះណាវីមិនឃើញដាក់ទៅទាំងប្រម៉ូ13ហ្នឹងសិតតែសិស្សខ្ជិលមកយឺតចប់ទៅទាំងអស់ឃើញទេចាដូចគ្នាហ្នឹងគឺអញ្ចឹងឈានទៅដល់បន្តទៀតនៅពេលយើងស្គាល់ច្បាស់អីច្បាស់យើង prevoir 10 concurrent យើងយល់ច្បាស់ពី selectivity យើងរក novel medicament ថ្មីដែលមាន SIP ថ្មីហើយ plus specific សំខាន់ណាស់ហ្នឹងណាចឹងធ្វើតែវាដូចគ្នាមែនតែធ្វើម៉េចយើងរកកន្លែងឲ្យខុសគ្នាឲ្យឃើញវាយបហាឲ្យចំអ្នកកន្លែងខុសគ្នាទៅវាយឲ្យកន្លែង specific ហ្នឹងអ្នកផ្សេងអត់ត្រូវទេត្រូវតែ specific ចឹង Oliver ស្ដីឲ្យប្រម៉ូ13លោកគ្រូស្ដីឲ្យតាណាវីមួយរកកន្លែងដូចគ្នាអញ្ចឹងមនុស្សទាំងអស់រៀនថ្នាក់ហ្នឹងមានឈ្មោះណាវីតែម្នាក់ហ្នឹងទេចឹងលោកគ្រូស្ដីឲ្យតែម្នាក់ហ្នឹងទៅចប់ specific កាយជំរុញខ្វះខាតដែលចំទិសដៅណាបានមីស៊ីលឲ្យចំទិសដៅចឹងហើយបានគេត្រូវស្គាល់ឲ្យច្បាស់ selectivity ហើយចូលមកដល់ SIP អញ្ចឹង SIP ដែលយើងស្គាល់នៅក្នុងដៃនេះគឺមានច្រើនឆ្នាំយើងក៏មានច្រើនដែរនៅឆ្នាំ2007អានេះ20ឆ្នាំមុននៅបារាំងមានឆ្នាំប្រហែល1212ប្រភេទឆ្នាំដែលលក់នៅលើទីផ្សារណាប្រហែលជា1112ប្រភេទដែលកើតចេញពីការសាងតាស៊ីមីកើតចេញពីប្រូតេអ៊ីនប៉ាបយ៉ូតេកណូឡូស៊ីនៅអាមេរិកមាន1204ណាលើសបារាំងបន្តិចហើយក្នុងចំណោមហ្នឹងមាន166គឺជា product biotechnology កើតចេញពី bio កើតចេញពីភាវៈមានជីវិតហើយ Chacane មានថ្នាំតិចតួចទេណាកើតក៏ Nouveau Medicament បានថាមានថ្នាំថ្មីពី3មុខទេចូលក្នុងទីផ្សារហើយដោយសារតែមានខេស retiré du marché donc légèrement le bilan s'abaisse អញ្ចឹងជាទូទៅចំនួនថ្នាំ disponible លើទីផ្សារមានទំនោរធ្លាក់ចុះណាអាដកច្រើនអាថែមតិចដោយសារតែដកច្រើនថែមតិចហើយអាចូលតិចហ្នឹងមិនក៏តិចអា requirement ដើម្បី AMM ថ្នាំថ្មីនោះវា
de plus en plus important គេទាមទារឲ្យខ្ពស់ទៅដើម្បីសុវត្ថិភាពអញ្ចឹងសុវត្ថិភាពកាន់តែខ្ពស់ការសិក្សាស្រាវជ្រាវកាន់តែពិបាកលទ្ធភាពដែលជាប់ជាថ្នាំថ្មីកាន់តែថយចុះណាបាទអញ្ចឹងដូចយើងលើកអញ្ចឹងលើកម៉ែត្រលោតអញ្ចឹងណាបើដាក់កន្លះម៉ែត្រ100%លើកដល់1ម៉ែត្របានតែ75%ទេណាអ្នកខ្សោយខ្សោយលោតអត់រួចទេបើសិនលើកដល់1ម៉ែត្រកន្លះលោកគ្រូជឿថាថ្នាក់ពួកយើងលោតផុតដល់1ម៉ែត្រកន្លះហ្នឹងយ៉ាងច្រើនបានម្នាក់ពីរនាក់ទេអញ្ចឹងឆ្នាំថ្មីយ៉ាងដែរកាលណាគេលើក requirement ខ្ពស់ឆ្នាំដែលជាប់ហ្នឹងខ្ពស់ឆ្នាំដែលជាប់ហ្នឹងគឺតិចទៅហើយក្នុងចំណោមឆ្នាំទាំងអស់ហ្នឹងមានជាង10មុខទេដែលយើងចង់ធ្វើយកមកប្រើក្នុងគោលបំណង diagnostic ហើយមានឆ្នាំជាច្រើនមុខដែលយើងប្រើជា phytotherapy យើងប្រើរុក្ខជាតិហ្មងយកមកព្យាបាលឬក៏ X-ray របស់វាអាហ្នឹងចូលទៅក្នុង Pluto medicine traditional ណាmedicine traditional ច្រើនណាស់សេកាត់ MT medicine traditional ហើយយើងក៏អាចចាត់ចូលជា homeopathy ដែរពេលខ្លះអត់មាន reference scientific អីច្បាស់លាស់ថាមកពីអីទេប៉ុន្តែប្រើរុក្ខជាតិហ្នឹងឬក៏ប្រើ substance ហ្នឹងឃើញថាអ្នកជំងឺធូរស្បើយពីរោគសញ្ញាហ្នឹងអាហ្នឹងគេហៅថា homeopathy ឬក៏មួយបែបទៀតគេផ្សាំលោកគ្រូឧទាហរណ៍ homeopathy មួយគេផ្សាំគេឲ្យយើងដើម្បីពួកយើងសិក្សាស្គាល់ស៊ីជម្រៅលោកគ្រូទៅមួយម៉ាត់ទៀតពួកអីអាហ្នឹងប្រើច្រើនណាស់ថ្ងៃក្រោយអត់ចេះអត់បានទេ homeopathy នេះ homeopathic medicine like cure like using high dilute substance plant mineral trigger body natural healing why consider generous ធ្វើឲ្យមនុស្សយើងផ្សំណានិយាយចំទៅ consider safe to extreme dilution there is no strong scientific evidence that homeopathy affects and disease core principle គេថា like cure likeដូចពឹសបង្ក្រាបពឹសអញ្ចឹងណាយើងយកសារធាតុដែលបង្កឲ្យមានជំងឺនៅក្នុងអ្នកមានសុខភាពល្អទៅព្យាបាលអ្នកដែលមានរោគសញ្ញាដែលឈឺឬក៏ឧទាហរណ៍ឲ្យចំសាមញ្ញបំផុតកប់ស្លាញ់យើងលេបទៅពុលអាហ្នឹងហើយហៅថាឈឺពុលស្លាប់អញ្ចឹងដើម្បីព្យាបាលអ្នកពុលស្ខាកប់ស្លាញ់គេផ្សំគេធ្វើអូមេអូប៉ាទីផ្សំគាត់មួយទៅកប់ស្លាញ់គេយកកប់ស្លាញ់ហ្នឹងជ្រៀកជាឧទាហរណ៍1 លើ 10ឲ្យគាត់លេបអញ្ចឹងគាត់លេបទៅអាចមានរោគសញ្ញាល្ងាក់ល្ងើឬក៏អាចប៉ះពាល់តិចបំផុតគាត់ធំបានឲ្យគាត់លេបប្រហែលថ្ងៃចឹងទៅគេតម្លើងដូសមួយជ្រុងទៀតទៅ2 លើ 10អីចឹងទៅផ្សំទៅគាត់អាចចុងក្រោយគាត់លេបគាត់ស្លាញ់មកគ្រាប់ដែលអ្នកធម្មតាលេបទៅពុលស្លាប់ម្នាក់ហ្នឹងលេបទៅពុលអត់ស្លាប់ទេអាហ្នឹងហើយគេហៅថា homeopathy ណាគេហៅថា remedy are tell to the person specific etc ណាអញ្ចឹងគឺអាហ្នឹងមិនដឹងបញ្យល់ថាម៉េចទេណាគឺយើងឲ្យខ្លួនយើងជាដោយខ្លួនឯងដោយប្រើបរិមាណតិចបំផុតដែល safe dilution អាហ្នឹងគេហៅ homeopathy ចឹងបេះវាគឺប្រើ highly diluted substance ឲ្យខ្លួនយើងចេះព្យាបាលដោយខ្លួនឯងនៅបរិមាណដ៏តិចហ្នឹងហើយចាំយើងបង្កើនបរិមាណណាអញ្ចឹងរាប់ស្លាយហ្នឹងគឺជាឧទាហរណ៍ល្អបំផុតដែលគេប្រើសម្រាប់ព្យាបាលទុកការពារអ្នកពលរាប់ស្លាយអត់មាន base scientific អីច្បាស់លាស់ទេតែជាក់ស្ដែង
nhằm tới về bắt rục nhà chỉ chứ thật lắm mà hướng dương với nó sẽ sầm khăn tế còn đường tham nâng miền tham ấy khác phê đấy khác những tới tay gì bị xịp vào dưỡng tua ai bao dưỡng nơi không tiếp sao vào ngày ní bà tham phía chởn vì miền và pon một mền bàn tay xịp bao dưỡng miền đã bay hỏi xám sắp xịp để xuất sang tại chia protein code đây đòi genome ôi mà học sập phía rồi tiết học sập tiết không cho nó bây giờ chuyện nó cứ chia protein rồi bỏ microorganic ឬក៏ organic pathogen អាចជា virus bacteria parasit បាទហើយនៅក្នុងចំណោម270ហ្នឹងបើចែកជាភាគរយវិញលេខ1បានទៅលើលេខអក្សរ A បានទៅលើអង់ស៊ីមអញ្ចឹងថ្នាំភាគច្រើនរាល់ថ្ងៃស៊ីបទៅលើអង់ស៊ីមរបស់យើងឧទាហរណ៍កុកថ្នាំអង់ទីអាំងហ្វ្លាម៉ាទ័រកុកមកពីពាក្យពេញ cyclooxygenase ជាអង់ស៊ីមសំយោគ prostaglandin ហើយ prostaglandin ហ្នឹងគឺជាអ្នកធ្វើឲ្យយើងមាន inflammation រារាំងកុកអត់ prostaglandin អត់ inflammation ឃើញទេសាមញ្ញបំផុតទី1អង់ស៊ីមទី2 protein J អញ្ចឹងបាននៅក្នុង pharmacomolecular គេមានរៀន protein J receptor coupled au protein J RCPG ទី3ចឹងអាមួយពី AB នោះសិតតែ25 50% តែ2អ្នកវានឹងទេយកអស់ហើយទី 3C 15ជា receptor membrane receptor ណាក៏ដោយនៅ membrane ឧទាហរណ៍ receptor acanosodic receptor cano ណាទី4អាចជា ligand របស់ receptor nuclear ចឹងអានេះតែ10ទេអានេះ15ថយទៅហើយ cano ionic ប៉ុម ionic 15% ligand របស់ SIP ផ្សេងទៀតអញ្ចឹងចេញពីក្រៅ cano ចេញពីក្រៅប៉ុមចេញក្រៅ RCPG enzyme receptor nuclear 5% ទៀតតែផ្សេងពីនោះហើយ5%ទៀតអត់ដឹងថាអីទេអានេះដឹងតែចេញក្រៅនោះអានេះអត់ដឹងទេមកដឹងចូលតាមណាចេញតាមណា fix មួយអីទេតែជាបាទអញ្ចឹងនឹងត្រូវចាំណាត្រូវចាំជាពិសេស receptor ជាពិសេស enzyme ហើយនឹង RCPG មានក្រោយលោកគ្រូនឹង detail ម្ដងមួយហើយតទៀតពួកយើងត្រូវយល់ពាក្យថា pro medicament និង pro drug ជាទូទៅអង្គតាម scientific បារាំងកាលណាយើងប្រើពាក្យ medicament ស្មើន័យថាថ្នាំហើយពេលខ្លះអង្គ pharmacology drug ហ្នឹងក៏មានន័យថាថ្នាំដែរណា drug មានន័យថាថ្នាំដែរប៉ុន្តែ drug ហ្នឹងដែលអង់គ្លេសថា drug ហ្នឹងអង់គ្លេសគេច្បាស់ហ្មង drug របស់គេ 100% ថ្នាំតែបារាំងអត់ទេណា risk de confusion ចឹងកាលណាយើងប្រើពាក្យ drug គេអាចនឹងច្រឡំយើងនិយាយពី drug តាក់ទងនឹង heroin តាក់ទងនឹងពួក stupéfiant ពួកគ្រឿងញៀននិយាយចេះដងឡាឡង់គូហងចឹងបើយើងនិយាយដ្រូកនៅតាមផ្លូវពួកបារាំងវានឹងគិតទៅដល់គ្រឿងញៀនជាងថ្នាំហើយពីមុនឡើយការពិតបារាំងវាធ្លាប់ប្រើណាពាក្យដ្រូកហ្នឹងវាធ្លាប់ប្រើមានន័យថា medicament ដែរអញ្ចឹងនៅក្នុង pharmacology យើងអាចប្រើបានទោះបីជាឡង់គួររងធ្វើឲ្យច្រឡំប៉ុន្តែយើងនៅក៏អាចប្រើបានដែរព្រោះ autrefois វាត្រូវបានប្រើសំដៅទៅលើមជ្ឈព្រឹញ្ញាប្រើប្រាស់សម្រាប់ផលិតថ្នាំនិយាយទៅមានន័យថាថ្នាំដែរ influence ស្លង់លេអញ្ចឹងបាន souvent le drogue est souvent aussi utilisé comme synonyme médicament ដោយសារ influence ឡង់លេប៉ុន្តែត្រូវដឹងខ្លួនថាយើងនឹងអាចប្រឈមជាមួយនឹងការច្រឡំរបស់គេអ្នកដែលមិនរៀន pharmaco អ្នកដែលមិនស្គាល់អង់គ្លេសអាចច្រឡំថា drogue ហ្នឹងគ្រឿងញៀនណានឹងត្រូវចាំម៉ូ drogue របស់បារាំង
បើនិយាយចំភាគច្រើនគេច្រឡំថាគ្រឿងញៀនភាគតិចគេអាចនឹងយល់ថាយើងចង់សំដៅលើថ្នាំអញ្ចឹងប្រេស៊ីឲ្យគេផងបើសិនប្រើដ្រូកអត់ស្មើត្រាក់100%ទេប៉ុន្តែបើប្រូដ្រូក100%គឺប្រូមេឌីកាម៉ង់អាហ្នឹងរួចវិញតែយើងអាចប្រើបានប្រូដ្រូកជាអីគឺជា molecule ទាំងឡាយណាដែល transform ទៅជា molecule active ហើយ fixate ទៅលើ site pharmacologic របស់វាឧទាហរណ៍ IPP omeprazole តាមពិតជា prodrug ទេចូលទៅក្នុងខ្លួនយើងវានឹង transform ទៅជា sulfonamide វានឹងរារាំង protonation អត់ឲ្យកាពះចេញ proton ធ្វើឲ្យកាពះយើងអត់សូវលាក L-dopa levodopa ក៏ជា prodrug ដែរណាជា precursor របស់ dopamine ចូលក្នុងខ្លួនយើងវានឹង convert ទៅជា dopamine អាហ្នឹងក៏ prodrug ដែរតើ dopamine វាធ្វើការធ្វើឲ្យអ្នកជំងឺធូរស្បើយពី Parkinson ព្រោះអ្នកជំងឺ Parkinson ខ្វះ dopamine នៅក្នុង system nervous central ថយ dopamine អញ្ចឹងយើងប្រើ L-dopa ទៅបង្កើន dopamine ទៅគាត់ធូរស្បើយពីរោគសញ្ញាញ័រដៃណា Parkinson នឹងញ័រដៃខ្មែរយើងថាវាយឆ្មាតាមពិតអត់ទេដោយសារតែ system nervous central គាត់ខ្វះ dopamine មានក្រោយជួបគ្រូណាគ្រូដើមអត់ភាសាទៀតចឹងចូលមកដល់អង់ស៊ីមយើងនិយាយមិញនិយាយអង់ស៊ីមជាស៊ីបរបស់ថ្នាំតែមុនចូលសាច់រឿងអង់ស៊ីមជាស៊ីបរបស់ថ្នាំអង់ស៊ីមក៏គេប្រើជាថ្នាំផងដែរតែហ្នឹងភាគតិចទេណាភាគតិចទេច្រើនតែជាជំងឺគេហៅថា congenital ឬក៏ជំងឺ genetic កំណើតកើតជាគាត់មកខ្វះអង់ស៊ីមហ្នឹងអញ្ចឹងគេលេបអង់ស៊ីមហ្នឹងឬក៏ចាក់អង់ស៊ីមហ្នឹងបញ្ចូលដើម្បីប្រគ្រប់អង់ស៊ីមដែលខ្វះថែមអង់ស៊ីមចំពោះអង់ស៊ីមដែលខ្វះនឹងករណីកម្រទេណាចឹងពួកយើងកាលណានិយាយអង់ស៊ីមគិតដល់អង់ស៊ីមជាស៊ីបរបស់ថ្នាំប្រហែល25%ទៅ fix លើអង់ស៊ីមហ្នឹងទៅ inhibit អង់ស៊ីមហ្នឹង Pluto ថ្នាំកាត់បន្ថយសកម្មភាពរបស់អង់ស៊ីមឧទាហរណ៍ INRS ibuprofen អង្គា inflammatoire non steroid ជាងទៅ inhibit កុកធ្វើឲ្យកុកអត់ធ្វើការធ្វើឲ្យកុកអត់ធ្វើឲ្យ prostaglandin អត់សំយោគមកច្រើន inflammation ថយចុះបាទអញ្ចឹងករណីទី2ហ្នឹងភាគច្រើនអង់ស៊ីមដើរតួនាទីជាស៊ីបរបស់ថ្នាំអញ្ចឹងទី1ថ្នាំដែលយើងញ៉ាំអង់ស៊ីមទៅប្រគ្រប់ច្រើនទៅជាអង់ស៊ីមដែលយើង purify មកពីមនុស្ស purify មកពីរុក្ខជាតិ purify មកពីសត្វហើយយកអង់ស៊ីមហ្នឹងធ្វើជាថ្នាំជំនួសអង់ស៊ីមដែលថយដែលខ្វះខាតអាចជាគេហៅថាអង់ស៊ីមអ៊ុយម៉ាន់ឬកុំប៊ីណងតែគេទៅអង់ស៊ីមអ៊ុយម៉ាន់ឬកុំប៊ីណងគឺកើតចេញពីបាតុភូតឬកុំប៊ីណងយើងយក gen របស់អង់ស៊ីមហ្នឹងទៅឬ combine នៅកន្លែងណាមួយទៅដើម្បីឲ្យ exprime មកណាចឹងដើម្បីពួកយើងយល់ច្បាស់លោកគ្រូបញ្យល់រួមមកទៅ protein ឬ combine តែពិតពួកយើងអាចនឹងស្គាល់ពាក្យនឹងហើយពី biology molecular ឆ្នាំទី2ចឹងគឺជា protein មួយដែលកើតឡើងដោយ bio ចឹង bio នឹងអាចជាកោសិកាមួយអាចជាបាក់តេរីមួយគេធ្វើម៉េចគេរើ combination មួយហ្នឹងណាឧទាហរណ៍ដឹងថាសេកង់ហ្នឹងដឹងថាសេកង់ហ្នឹងកូដេអាមីឡាហើយអ្នកជំងឺហ្នឹងគាត់ខ្វះអាមីឡាអញ្ចឹងគេដឹង gen មួយកង់ហ្នឹងផលិតអាមីឡាអញ្ចឹងគេធ្វើម៉េចឲ្យ gen មួយកត់ហ្នឹងចូលទៅក្នុងបាក់តេរីចូលទៅក្នុង cellule មួយ cellule ហ្នឹងផលិតអាមីឡាហ្នឹងប៉ុន្តែដើម្បីឲ្យវាផលិតបានតលតធ្វើម៉េចបញ្ចូលអា gen ហ្នឹងចូលទៅក្នុង gen របស់កោសិកាហ្នឹងបាតុភូតបញ្ចូលហ្នឹងគេហៅថា recombination ចាំមិនមានពាក្យ recombinate ចឹងលោកគ្រូបង្ហាញរូបភាពមួយគឺ recombination
chớ nó này chờ tới đượcក្នុង recombinaison génétique ជាការផ្គុំឬការបញ្ចូលកត់ណាមួយណាឬក៏ échange information génétique ការផ្លាស់ប្ដូរព័ត៌មាន génetic អញ្ចឹងយើងបញ្ចូលអាស៊ីកង់ដែលយើងចង់ exprimate ចូលទៅហ្នឹងគឺយើងបដូរហើយរបស់ chromosome ឬក៏របស់ allele ណាមួយណាអញ្ចឹង origin cell ហ្នឹងវាអត់មានទេ cell ហ្នឹងវាអត់មាន gen ផលិត amylase ទេណាអញ្ចឹងយើងត្រូវចូលទៅឧទាហរណ៍នៅក្នុងប្រាទិចពួកយើងធ្លាប់ប្រើ toxin botulinum បាទអានេះប្រើសម្រាប់ការកាយសម្ផស្សទេ botox ណាពួកយើងត្រូវស្គាល់ពាក្យហ្នឹងចាក់បាត់ជួញពួក septicina asparagina amylase cellulase ស្ទើរតែជាអង់ស៊ីមអញ្ចឹងលោកគ្រូក៏មិនស្គាល់អស់ដែរគាត់ដឹងថាពួកហ្នឹងអាចជាពួកបំបែកពួក glucid អានេះបំបែកកោសិកាអានេះក៏អាចជា glucid ដែរ Ce sont des glucides présentant dans les mucus bromomélanine sera peptida ជាទូទៅអាចមាននៅក្នុង node លោកគ្រូណាអានេះទាំងអស់ហ្នឹងច្រើនមាននៅក្នុង node ហើយបើសិនជាពួកយើងចង់ដឹងជំងឺនឹងអីខ្លះតើទៅមើលខ្លួនឯងបន្ថែមបើនៅក្នុង laptop លោកគ្រូច្បាស់មកមើល note ហ្នឹងទាញពីជើងក្រោមវាមកមានតែដល់ពេលអាពួក iPad នេះលោកគ្រូអត់សូវស្ទាត់ដែរមើល note វាដឹងទាញមិនឲ្យឃើញទេឬក៏លោកគ្រូធ្វើម៉េចវានៅជើងក្រោមអ្នកភាគច្រើនលោកគ្រូច្រើនបន្ថែមការបញ្យល់ហ្នឹងនៅជើងក្រោមរបស់ note អូឈប់លោកគ្រូបើក PowerPoint មើលឃើញក៏បើកចាញ់ចាំតិចណាលោកគ្រូដូចជាមាន PowerPoint អូទូរស័ព្ទឯងមាន PowerPoint ទេទូរស័ព្ទទេបានមាន PowerPoint តែពួកនេះអត់មានទេអត់មានទូទៅលោកគ្រូច្រើននេះ note ហ្នឹងវាទាញពីក្រោមមកអញ្ចឹងលោកគ្រូប្រាប់ណាបើសិនយើងបើនៅក្នុងកុំព្យូទ័រ note ហ្នឹងវានៅក្រោមចែអញ្ចឹងតើពួកយើងចេះទាញទៅឃើញហើយតែអានេះលោកគ្រូវាបើកអត់ចេញវាបើកចេញតែនៅក្នុងនេះហើយនេះលោកគ្រូអត់ចេះបើកទេមើលឈប់មើលវាមានតែ comment វាអត់មាន note ឬលោកគ្រូចូលទៅ edit ឈប់សំតិចណាចូលទៅ edit គីឡូអាចចេញអត់ទេឈប់សុំបន្តិចនេះសុំបន្តិច image អត់ទេនេះ note មានតែ comment វាអត់មាន note យ៉ាប់ណាស់យើងដូរ device speak note នេះងំឃើញលោកគ្រូនេះយើងសារ៉ាវជ្រាវបន្តិចណាវាមាន note អញ្ចឹងលោកគ្រូមានបញ្យល់ណានោះឧទាហរណ៍ toxin botulinum តកតងនឹង jonction neuromusculaire ខេត្តគេប្រើសម្រាប់ខេត្តទេជំងឺទាំងឡាយណាដែលកើតមកពីការកន្ទះសាច់ដុំអញ្ចឹងក្នុងចំណោមជំងឺកន្ទះសាច់ដុំអាចវាចមាត់វាចអីមួយចំហៀងហ្នឹងគេអាចប្រើ botox ហ្នឹងជា contraction involontaire សាច់ដុំឬក៏នៅក្នុង cosmetic ចាក់ជួញអាហ្នឹងសើមកពីសាច់ដុំកន្ទះឯង
អាសាច់ដុំខំស្បែកយើងទៅធាក់ទៅស្បែកយើងជួនសាតូគីណាសម្រាប់ញូកាត់អាំងហ្វាក់ស្យុងតាក់ទងនឹង embolis pulmonaire ចឹងពេលខ្លះអាមាន thrombus អា thrombosis មានឈាមមានអីកកគេប្រើអាសាតូគីណានឹងលេខដុំកកហ្នឹងព្រោះអីកាលណាករឿងមួយម៉ាត់មួយម៉ាត់ហ្នឹងអាចស្លាប់ស្ទះសរសៃឈាមសួតស្ទះសរសៃឈាមបេះដូងចាកណកឈាមហ្នឹងអត់បានទេពួក asparagine ប្រើនៅក្នុងការព្យាបាលជំងឺ leucemia bromelain ចឹងជាប្រភេទអង្គស៊ីមួយជួយសម្រួលបញ្ហា digestive វាជួយសម្រួលបញ្ហា digestive យើងបាក់យើងមានបញ្ហាប្រព័ន្ធរំលាយអាហារឬក៏បញ្ហា inflammatory ផ្សេងណាពេលយើងមាន ødem អីហ្នឹងចឹងអាហ្នឹងពួកយើងអាចឃើញនៅក្នុង specialty ថ្នាំពួក alpha គេប្រើបំបត្តិ ødem វាជួយបន្ថយ inflammation នេះវាជួយបន្ថយកាយយោនៅក្នុងវ៉ែនបន្ថយ ødem etc ចឹងបើពួក Sera peptidase នេះវិញសម្រាប់ជំងឺ back pain ពេលដែលយើងមានរលាកសន្លាក់រលាកអីណា rheumatis ចឹងព្យាបាលហាក់ឈឺចាប់ផងតរឿងហើមផងបាទខ្លះទៀតនេះនៅក្នុងRaplagal គេប្រើវាដើម្បីក្នុងធ្វើអី alpha galactosida បំបែក alpha galactosid និយាយចំទៅអាពួកមួយគិសគេហៅថា Fabry disease គឺបណ្ដាលមកពី build up of a tip of fat called Glybotriocerazid អានេះជំងឺដែលគេជួបញឹកញាប់ជាងគេក្នុងចំណោមជំងឺគូអប់មុនហ្នឹងណា Fabry disease ហ្នឹងពេលដែលយើងខ្វះអង់ស៊ីមហ្នឹងក្នុងខ្លួនយើងកើនពួកខ្លាញ់ប្រភេទនឹងច្រើនហើយកាលណាកើនប្រភេទខ្លាញ់នឹងច្រើនអ្នកជំងឺនឹងមានបញ្ហាសុខភាពដឹងស្រាប់ហើយខ្លាញ់ក្នុងខ្លួនយើងគឺនឹងបង្កឲ្យមានការស្ទះអីផ្សេងហើយរោគសញ្ញាវាចេញមកគឺប៉ះទៅលើកន្លែងច្រើនណាស់អាចមានការឈឺចាប់មានជើងមានដៃធំជប់ cluster មាន spot លើ skin etc អញ្ចឹងបណ្ដាលមកពីខ្វះអង់ស៊ីមហ្នឹងអញ្ចឹងគេដាក់អង់ស៊ីមហ្នឹងនៅដើម្បីវិញបន្ថែមណាអញ្ចឹងមានជំងឺផ្សេងគ្នាជាច្រើននេះរោគសញ្ញា Fabry disease មានបញ្ហាផ្លូវចិត្តមាន stroke បាត់បង់ការឮប៉ះពាល់ត្រង់នោមចុះខ្លាញ់វាទៅ accumulate នៅណាវាប៉ះនៅនឹងអត់មាន spermatozoid ទេក្នុង sperm យើងមានគេហៅថា paresthesia អាដៃជើងយើងដូចរបៀបយើងអង្គុយយូរស្ពឹកជើងអញ្ចឹង nausea vomissement etc អញ្ចឹងអាហ្នឹងសុទ្ធតែមកពី build up ខ្លាញ់នៅក្នុងខ្លួនយើងហើយខ្លាញ់ហ្នឹង build up ដោយសារតែយើងអត់មានអង់ស៊ីមបំបែកពួក galactose ណា galactose alpha galactosida ជាអង់ស៊ីមបំបែក alpha galactose claronidase ជា alpha L iduronidase
អ៊ុយម៉ែនឬក៏មីណង់ប្រើនៅក្នុងការព្យាបាលមួយគោ polysaccharidosis ដែលនៅក្នុងខ្លួនហ្នឹងយើងមានមួយគោ polysaccharide ច្រើនពេកកើតទៅជាជំងឺ Fuller syndrome ដោយសារតែអ្នកជំងឺគាត់ខ្វះ L iduronida ចឹង Fuller syndrome នឹងអីគេចឹងពួកយើងឲ្យស្គាល់ជំងឺបន្តិចទៅខ្វះអាហ្នឹងតែមុខធ្វើឲ្យអាពួកមួយគោកាលមួយគោចុងអាមិញស្អីគេចេះឈប់បាទនៅក្នុងអីមិញវគ្គបាទនេះអញ្ចឹងនៅពេលដែលគោអាពួកមួយគោ polysaccharide នៅក្នុងខ្លួនយើងច្រើនវាកើតទៅជារោគសញ្ញា Fuller syndrome ចឹងវាយទៅវាមកហើយនេះចេញមកហើយ Fuller syndrome អាចមាន macro glossia បាទមានក្អមមាត់ធំកខ្លីកាឌយ៉ូមេហ្គាលី splenomegaly បេះដូងធំដើកធំរូបរាងជើងខ្លី etc ណាអញ្ចឹងពួកយើង detail ខ្លួនឯងទៅអញ្ចឹងមកពីករណីខ្វះនោះអញ្ចឹងជំងឺទាំងអស់ហ្នឹងសិតតែមកពីខ្វះអង់ស៊ីមហើយយើងញ៉ាំអង់ស៊ីមហ្នឹងទៅគ្រប់ហើយនេះសំណាងហើយគេរកឃើញអាពួកហ្នឹងព្រោះជំងឺអស់នេះសិតតែជាជំងឺកម្រហើយជាទូទៅមិនសូវមានរោងចក្រណាគេ develop ទេហេតុអីវាចំណេញតិចមនុស្សតិចការព្យាបាលតិចស្រាវជ្រាវអស់រាប់ពាន់លានវាអត់រងតាមមិនទៅសុខសប្បាយអត់តោះលោកគ្រូតទៀតអញ្ចឹងជា princip ជារួមណាខ្វះអង់ស៊ីមទាំងអស់សំណាងឲ្យមានគេ develop ខ្លះអញ្ចឹងអ្នកនឹងអាចធូរស្បើយពីរោគសញ្ញាអញ្ចឹងជំងឺមួយទៀតគឺខ្វះ beta glucocerebrosidase ធ្វើឲ្យមានជំងឺ Gaucher disease ជាទូទៅជាករណី genetic ដែល disorder ខ្វះអានោះណាគឺនៅក្នុងខ្លួនអ្នកជំងឺហ្នឹងនឹងមានចុង accumulate អីឈប់ accumulate in cell អញ្ចឹងជំងឺហ្នឹងយើងអាចដឹងថាគាត់មាន bruising ចំស្អីគេចេះ fatigue anemia low blood plaquet
ចឹងអាចមាន bruising នេះប្រហែលជាក្រហមមុខណាអស់កម្លាំងខ្វះគ្រាប់ឈាមក្រហមខ្វះប្លាកែតធ្វើឲ្យថ្លើមក៏រីកធំដៅក៏រីកធំដោយសារខ្វះអង់ស៊ីមនឹងណាចុងអានេះខ្វះហើយ genetic disorder which this អូធ្វើឲ្យ glucocerebrosis កើនឡើងបាទ glucocerebrosis ចុះអានេះអង់ស៊ីមបែកវាអត់មានចឹងវាធ្វើឲ្យអានឹងវាកើនហើយត្រូវហើយគ្រូមើលនេះអត់ទាន់ច្រឡំស្មើអង់ស៊ីមណា glucocerebrosis deficiency នេះដោយសារតា gene ប្រភេទនេះណាមាន mutation វាអត់ផលិតអង់ស៊ីមនឹងគ្រប់គ្រាន់ជំងឺវាមិញគេហៅជំងឺអីគេអត់មានជំងឺទេ Gaucher disease អញ្ចឹងចាំមើលរោគសញ្ញាវាវិញបើតាមលោកគ្រូចាំអាហ្នឹងខ្លាញ់ណា glucocerebrosis ហ្នឹងប្រភេទខ្លាញ់ចាំតិចលោកគ្រូ confirm ណាជាងរោគសញ្ញាវាមាន effect អាចហើមពោះអាចអី fatigue ដដែលទេ bruising នេះអូលោកគ្រូមិញបកថាជាប់តាមពិតមាន blending មានអីច្រើនតែជាប់ណាបកថាជាប់ត្រូវជាងដោយសារថយផ្លាកែតអញ្ចឹងអ្នកប្រភេទហ្នឹងគាត់ច្រើនតែអាសាជាប់ព្រោះតែឈាមមកវាជាប់ណាអ្នកធម្មតាបុកមុំអីគាត់ជាប់ឈឺឆ្អឹងងាយបាក់ឆ្អឹងអីសេតរាណានេះជារោគសញ្ញារបស់ Gaucher ឥឡូវបកមក cerebrosis លោកគ្រូ confirm មួយថានឹងខ្លាញ់ឬមិនមែនលោកគ្រូចាំថាខ្លាញ់ glucocerebrosis ស្រាក់ឆ្លើយមកដឹងខ្លាញ់ហើយបាទខ្លាញ់មែនណាបងប្អូន បងប្អូន sphingosine phingolipid cerebrosis ហ្នឹងនេះខ្លាញ់ W gluco បងប្អូន glucid ណាចឹងវាមានស្ករមួយ gluco តោងនៅហ្នឹងនេះអញ្ចឹង pharmacy យើងថ្ងៃក្រោយគាត់តែឃើញរូបមន្តដឹងណាខ្លាញ់ដឹងណាស្ករដឹងថាអីតោះអញ្ចឹងលោកគ្រូបន្តអញ្ចឹងសិតតែជាជំងឺខ្វះអង់ស៊ីមមានអង់ស៊ីមហ្នឹងទៅប្រកបយើងប្រើថ្នាំជាអង់ស៊ីមជាថ្នាំជាអង់ស៊ីមដើម្បីប្រគ្រប់អីដែលខ្វះប៉ុន្តែអត់សូវជួបទេយើងច្រើនតែជួបគេប្រើថ្នាំជាអង់ស៊ីមជាស៊ីបរបស់ថ្នាំវិញបាទហើយនៅក្នុងចំណោមអង់ស៊ីមហ្នឹងគឺមាន novel family អង់ស៊ីមមួយមិនមែនជា protein ទេកំពុងតែអភិវឌ្ឍណាមិនទាន់បានលក់ទេមើលទៅ ribosome peptidoglycan ribonucleotide អានឹងទាន់ disponible ទេតែប្រើសម្រាប់ធ្វើអីទេអញ្ចឹងបន្តមកសាច់រឿងរបស់យើងអង់ស៊ីមជាស៊ីបរបស់ថ្នាំវិញឧទាហរណ៍ dihydrofolate reductase methotrexate អង់ទីកង់សេរ៉ឺនថ្នាំដែលរារាំងការធ្វើមីតូសនេះវារារាំងការផលិតអាស៊ីតហ្វូលិកសំខាន់សម្រាប់យើងធ្វើមីតូសអញ្ចឹងអត់សាំងតែអាស៊ីតហ្វូលិកអង់ស៊ីមនេះវាអត់ធ្វើការអត់ចេញអាស៊ីតហ្វូលិកអញ្ចឹងកោសិកានឹងធ្វើមីតូសអត់កើតកោសិកាកង់សេរ៉ឺវាថយចំនួនរបស់វាតែកុំភ្លេចកោសិកាផ្សេងក៏ប៉ះពាល់ដែរឲ្យតាណាធ្វើមីតូសប៉ះទាំងអស់អញ្ចឹងយើងជូសក់យើងចង់ទៅអួតឆ្អាក់ក្អួតចង្អោរដោយសារប៉ះពាល់ type digestive HMG CoA reductase ជាអង់ស៊ីមផលិត cholesterol លេ statin ណាហ្នឹងប្រើច្រើនណាវារារាំងអង់ស៊ីមហ្នឹងហើយអង់ស៊ីមហ្នឹងផលិត cholesterol អញ្ចឹងមនុស្សយើងអត់ផលិត cholesterol ទេអញ្ចឹងអ្នកដែលលើស cholesterol ញ៉ាំមកពួកហ្នឹងហើយបើវកចោបន្ថែមទៅចេញទៅក្រៅបន្តិចអាហ្នឹងច្រើនប៉ះពាល់ថ្លើមណាដែលមានបញ្ហាថ្លើមប្រយ័ត្នអង់ស៊ីមទី3 xanthine oxidase ជាអង់ស៊ីម
ផលិតអាស៊ីតអុយរិក allopurinol inhibe អាហ្នឹងពួកមនុស្សយើងកាលណាផលិតអាស៊ីតអុយរិកច្រើនអាស៊ីតជាអាស៊ីតនៅក្នុងឈាមកើននោះវាទៅកកនៅក្នុងសន្លាក់ធ្វើឲ្យយើងឈឺសន្លាក់លាកសន្លាក់ខ្លាំង etc. topoisomerase ជាអង់ស៊ីមសម្រាប់ rearranger ADN អញ្ចឹងពួក anticancereux មួយចំនួនពួក irinotecan etoposide etc. ស៊ីបទៅលើអង់ស៊ីមទាំងអស់ហ្នឹងវាអាតាក់គេកក់ cellule cancereux កុំឲ្យធ្វើ arrangement ADN កុំឲ្យស្វែងរំឡើងទ្វេ ADN កុំឲ្យធ្វើមីតូប៉ុន្តែកុំភ្លេច process ទាំងអស់ហ្នឹងក្នុងកោសិកាយើងក៏មានដែរអញ្ចឹងបានវាប៉ះយើងទៀតពួកពួក bortezomib ក៏ជាប្រភេទ inhibitor អង់ស៊ីមដែរវារារាំងពួក protease ដែលជា complex proteasic intracellular អាចជាថ្នាំរារាំងការអាចជាថ្នាំសម្រាប់ព្យាបាលមហារីកដែរណា bortezomib ពួកអង់ស៊ីមទាំងអស់ហ្នឹងនេះ inhibe cellule cancereux កុំឲ្យវាលូតលាស់តាមរយៈ inhibe ពួក proteasome អញ្ចឹង proteasome អត់ធ្វើការកើនសារធាតុ protein misfold protein ហើយ misfold protein ហ្នឹងជាធ្វើឲ្យកក្នុងកោសិកាច្រើនវាពុលអញ្ចឹងកោសិកានឹងពុលវាងាប់បាទអញ្ចឹងយុទ្ធសាស្ត្រយើងច្រើនណាស់លោកគ្រូទៅច្រើនតិចហើយតែគាត់ចង់បញ្ជូន message មួយទេថាអង់ស៊ីមហ្នឹងជាស៊ីបឆ្នាំហ្នឹងវាទៅ fixate អង់ស៊ីមហ្នឹងកុំឲ្យធ្វើការហើយលោកគ្រូត្រូវបញ្យល់ស៊ីជម្រៅថាមិនបានវាអង់ស៊ីមមិនធ្វើការបែរទៅជាយើងជាវិញណាតើតើយើងយល់ឲ្យជ្រៅបន្តិចបានយើងអាចនេះបានណាអាចចាប់បានជ្រៅណាស់ពួកយើងទៅជាន់កម្មទី1នៃកម្មទី100ទេអញ្ចឹងបើអត់យល់គុំតាន់អន់សម្ពុនចិត្តអីរឿងច្រើនណាស់លោកគ្រូក៏ចេះមិនអស់ដែរគាត់តែចេះច្រើនជាងពួកយើងតិចទេណាអញ្ចឹង proteasome វាជាអ្នកធ្វើ maturation protein មួយចំនួនត្រូវថាតៃយេគេប្រើពាក្យតៃយេត្រូវតែកាប់ជ្រាមខ្លះដើម្បី recycle វាទៅវិញតែដល់ពេលអានឹងវាអត់បាន recycle នេះវាអា protein នឹងវាអត់បានបំបែកបានអី recycle មកវិញវាធ្វើឲ្យ accumulation អាពួក protein undesirable protein ចឹងឯងអស់សួរស្ដាប់អញ្ចឹងក៏នឹងច្រើនកោសិកានៅវាងាប់ណាមកស្មានបន្តិចអញ្ចឹងនេះជាស៊ីបរបស់ពួក anticancereux មួយប្រភេទមានការស្រាវជ្រាវច្រើនណាតកតទៅនឹង inhibition របស់ពួក proteasome ដែលជាម៉ាស៊ីន recycle របស់កោសិកាយើងអញ្ចឹងបកមកវិញវាជាអង់ស៊ីមដែលថ្នាំហ្នឹងនឹងទៅរារាំងទៅ inhibe បាទខ្ញុំធ្វើមិនចេះឲ្យវាធំអញជុំចាំតិចតោះបន្តមកទៀតក្រៅពី proteasome អង់ស៊ីមដែល implique នៅក្នុង metabolic mediator ស្គាល់ mediator ណា neurotransmitter acetylcholinesterase អង់ស៊ីមសម្រាប់ degrade acetylcholine neostigmine ថ្នាំលើកកម្លាំងណាពេលអស់កម្លាំងគេប្រើពួកហ្នឹងទៅរារាំងឬក៏ថ្នាំសម្រាប់នេះ Alzheimer ដើម្បីបង្កើន acetylcholine នៅក្នុង system nervous central របស់យើងពួក inhibitor MAO monooxygenase antidepressor ណារារាំង MAOហ្នឹងធ្វើឲ្យ serotonin កើនឡើងដល់តែពេល selegiolide inhibitor MAO-B វិញបង្កើន dopamine វិញរារាំង degradation dopamine បង្កើន dopamine យើងទូស្បើយពី anti
វាធូរស្បើយពី Parkinson ញ័រដៃណា Bonzeracid inhibe dopa decarboxyla រារាំង dopamine degradation dopamine ដែរអញ្ចឹង dopamine កើនប្រើនៅក្នុង anti Parkinson ដែរ Onto Ontacapone រារាំងកុំ inhibe កុំបង្កើនពួក catecholamine ធ្វើឲ្យយើងធូរស្បើយពីចំគូភ្លេច Ontacapone ច្រើនតាមពួក glaucoma ណា glaucoma ជាង hyper pression intraocular levodopa សំទោស Parkinson ដែរទេណា Ontacapone បង្កើន dopamine កុំហ្នឹងក៏ enzyme degrade dopamine ដែរ ERC captopril ថ្នាំលើសឈាម inhibe enzyme de conversion រារាំងការសំយោគ angiotensin ទៅ angiotensin 2អញ្ចឹងអត់ angiotensin 2យើងអត់មានរោគសញ្ញាលើសឈាមទេណា cyclooxygenase នេះគ្រូនិយាយហើយណា INS រារាំងកុករារាំងការសំយោគ prostaglandin ពួក racecadodril រារាំង enkephalina រារាំងការ degradation enkephalin បង្កើន enkephalin បន្ថយការឈឺចាប់អានេះជា morphine endogen ណាខ្លួនយើងមានបញ្ចេញ anastrozole aromatase លោកគ្រូបើកអានេះបែបលឿនណាពួកលោកគ្រូបាននេះរួចហើយ aromatase anastrozole គឺអកការព្យាបាលដោយអរម៉ូនកាត់បន្ថយ estrogen ណាព្រោះក្នុងករណីជំងឺកង់សែឌុយសាំងកាលណាមាន estrogen វាជំរុញឲ្យកង់សែហ្នឹងវាលូតលាស់លឿនអញ្ចឹងយើងញ៉ាំថ្នាំហ្នឹងទៅបន្ថយការសំយោគ estrogen អញ្ចឹងរារាំងការរីកលូតលាស់របស់កោសិកាមហារីកសូដនក៏ដូចជាអ្នកដែលហីក prostate ណាមហារីក prostate សម្រាប់នៅខអូលោកគ្រូនិយាយមិញហ្នឹងចូលឆ្លងប៉ុសមក finasteride ដែរ Sein alpha testosterone reductase អានេះវារារាំង enzyme degrade testosterone អញ្ចឹងកាលណា testosterone កើនឡើងបញ្ហារីក prostate ហ្នឹងវាថយអញ្ចឹងពីរផ្សេងគ្នាណាដល់ anastrozole នេះគឺរារាំង enzyme aromatase enzyme degrade ជា enzyme ដែលជប់ active hormone treatment និយាយចំទៅanastrozole ហ្នឹងគឺជាថ្នាំមួយដែលប្រើទៅដើម្បីកាត់បន្ថយ estrogen នៅក្នុងខ្លួន It mainly prescribed for women having through operation ចំមើលឈប់ចំវគ្គខ្លាចខុសគួរទាំងតើវាជា enzyme រារាំង enzyme នឹងហើយចូលចេញសវីដេអូហើយដាក់វីដេអូឯងមិនហើយទេហ្នឹង aromatase inhibitor ត្រូវហើយ use ដើម្បី prevent hormone dependent cancer in postmenopausal women by lower estrogen level ក៏ដឹងថាវាធ្វើមិនទេ how it work non-steroidal inhibit lower estrogen blocking អឺ
នេះអានេះអត់ទៅទៀតមិញតាមណាទេ Paste នេះanother tab running never shouldចប់ពាក់សិនណាវាតាចឹងកំង it work នេះគឺជា non steroid aromata inhibitor ចឹងវាជា inhibitor non steroid ជាងនិយាយចំទៅប្រើនឹងទៅធ្វើឲ្យមាន estrogen lower ដោយវា block aromata ហ្នឹងដែល aromata ហ្នឹងទូនាទីវា convert androgen ទៅជា estrogen អញ្ចឹងញ៉ាំថ្នាំហ្នឹងទៅ aromata អត់ធ្វើការ androgen អត់អាច convert ទៅជា estrogen អ្នកជំងឺអត់ estrogen អាកោសិកាមហារីកសុដន់ហ្នឹងវាអត់លូតលាស់ទេព្រោះចំណាំទៅអា estrogen ជាកត្តាមួយក្នុងចំណាំកត្តាផ្សេងទៀតធ្វើឲ្យកោសិកាមហារីកសុដន់លូតលាស់ចឹងប្រើនៅក្នុងហ្នឹងណា anastrol អានេះខាងទុយមើល prostatic ហើយអង់ស៊ីមខ្លះវានៅក្នុង voie de signalisation phosphodiesterase theophylline ថ្នាំពហិតងសួតថ្នាំ anti spasmodic ដើម្បីកុំឲ្យសាច់ដុំកន្ធាក់ថ្នាំពហិតស័យឈាមនៅប្រដាប់ភេទនៅប្រុសជំរុញអារម្មណ៍ផ្លូវភេទសិតតែជាថ្នាំដែល inhibit phosphodiesterase ដែលជា enzyme degrade adrenaline noradrenaline ចឹងញ៉ាំថ្នាំទៅ adrenaline noradrenaline កើនឡើងប៉ុន្តែ FA វាឲ្យខុសៗគ្នាណាបើនៅសួតហិតងសួតដកដង្ហើមស្រួលនៅពវៀន relaxation សាច់ដុំពវៀនយើងថយពីរោគសញ្ញាចុកពោះបើនៅប្រដាប់ភេទមនុស្សប្រុសប្រដាប់ភេទឡើងរឹងយូររួមភេទបានយូរជំនួយផ្លូវភេទមនុស្សប្រុសហើយបើពួក Ganilat Cycla វិញវាធ្វើឲ្យហិចណាពួក Trinitrin ហិចសរសៃឈាមនៅបេះដូងធូរស្បើយពីអង្គចុកធូង Tyrosine kinase តកតងនឹងការលូតលាស់របស់កោសិការបស់យើងក៏អាចប្រើនៅក្នុងជំងឺមហារីកដែរណាចំណាំទៅអានេះនៅក្នុង receptor enzymatic នឹងនិយាយភាសាទៀត tyrosine នឹងជា enzyme សម្រាប់លូតលាស់ enzyme ផ្សេងទៀតអាចជា enzyme របស់មេរោគណាអញ្ចឹងពួក virus polymerase ជា SIP របស់ acyclovir វា inhibit reverse transcriptase enzyme របស់ AIDS Empravir ពួក protease របស់ AIDS ដែរ SIP របស់ថ្នាំ lopinavir neuraminidase enzyme របស់ flu របស់ grip ជំងឺផ្ដាសាយធំពួក oseltamivir ចំពោះបាក់តេរី Dihydrofolate reductase បាក់តេរីនៅក្នុង specialty trimethoprim ឆមេទី2 antibiotic ជាមួយ leucosoneura ណា ADN geras ពួក ciprofloxacin inhibit វា isoniazid រារាំង enoyl reductase enzyme ផលិតសបករបស់ពួក TB ហើយថ្នាំល្បែង penicillin cephalosporin រារាំងinhibit fixate ទៅលើ protein ligands លេ penicillin ជា enzyme ទទួលខុសត្រូវសំយោគ paroi cellulaire របស់បាក់តេរីចឹងបាក់តេរីវាងាប់ដោយសារអត់ paroi cellulaire cell wall អង់គ្លេសសួរបាក់តាមផលិត inhibit beta lactamase របស់បាក់តេរីអានេះវារារាំង enzyme ដែលបំបែក penicillin វិញណាជ្រៅណាស់ហ្នឹងតើទៅ antibiotic វាជា enzyme មួយធ្វើឲ្យមេរោគហ្នឹងវាស៊ាំមួយ penicillin ដល់អានេះវាទៅ inhibit អា enzyme ស៊ាំហ្នឹងអញ្ចឹងវាបង្កើនប្រសិទ្ធភាពពួក penicillin antifungic dihydrofolate reductase protozoa ពួក proganil ណារារាំងការផលិតសបកដែរហ្នឹងសបករបស់ពួក fungic របស់ពួកផ្សិត terbinafine
scaline oxida ក៏ជាអង់ស៊ីមផលិតសបករបស់ពួក fungicide ដែរណាសិតតែជា anti fungicide ឲ្យពួកនេះEuconazole ដូចគ្នាអញ្ចឹងណាក៏អង់ស៊ីមវាផ្សេងគ្នាតែគោលបំណងវាផលិតសបកពួកសបកវាមានអាទៀលខុសគ្នាដែរចឹងសម្រាប់ថ្ងៃនេះលោកគ្រូបញ្ចប់ដោយបខំប៉ុណ្ណារៀងលើសម៉ោងតិចតាមគម្រោងចឹងពួកយើងយកដល់ទៅមើលវិញហើយនេះមើលម្ដងមួយទៅបើចង់ដឹងច្បាស់គ្រាន់តែដឹងថាអង់ស៊ីមទាំងអស់នេះអង់ស៊ីមទាំងអស់នេះសិតតែជាស៊ីបរបស់ថ្នាំនឹងទៅ inhibit ពួកនឹងចំណាំទៅភាគច្រើនលើសពី 90% ថ្នាំទៅ inhibit អង់ស៊ីមចឹងមកនៅក្នុងស៊ីបគេដាក់ហ្មងថា 25% ហ្នឹង inhibitor ដងស៊ីមតិចណាស់លោកគ្រូសំដៅឃើញផង stimulate អង់ស៊ីមភាគច្រើន inhibit ណាតោះចឹងលោកគ្រូបញ្ចប់តែប៉ុណ្្នឹងពួកយើងបិទ record ចុះ section ក្រោយលោកគ្រូនឹងបង្ហើយដល់ចប់ហើយពួកយើងមើលឡើងវិញខ្លួនឯងណាបើចង់ច្បាស់ឆ្លើយសំណួរអស់ទៅកន្លែងណាអត់ច្បាស់ពាក្យណាអត់ចេះសួរគ្រូ section ក្រោយហើយបើចង់ឲ្យកាន់តែច្បាស់ទៀតពួកយើងមើលម្ដងមួយណាឆ្នាំហ្នឹងវាធ្វើម៉េចអង់ស៊ីមនឹងវាធ្វើម៉េចការងារធ្វើអីនិយាយទៅច្រាមដូចសាច់ជ្រូកច្រាមអញ្ចឹងបានចេះណា pharmaco អត់នេះទេចង់ច្បាស់អត់មានមើលលេងបានទេហើយជាពិសេសពួកយើងដបងទៀតធ្វើការពេលច្រើនណាស់លោកគ្រូចេះស្រាប់ហើយនៅវគ្គភាសាព្រៀន10-20ឆ្នាំហើយនៅវគ្គទៅងំយើងទៅជាន់កម្មទី1លើកម្ម100នៅច្រើនណាស់តោះលោកគ្រូបញ្ចប់តាមប៉ុណ្ណឹងណា Hello ស្ងាត់មាត់ស្ងាត់កដាច់បាត់ហើយដឹងនៅលោកគ្រូបាត់ដែរនៅណានឹងអរគុណដែលនៅជាមួយលោកគ្រូណាជួបគ្នាចាំមើលថ្ងៃច័ន្ទលោកគ្រូដូចជាមានរវល់ថ្ងៃច័ន្ទរវល់ហើយថ្ងៃគៀពួកយើងប្រហែលជាអាចមាននៅថ្ងៃពហុថ្ងៃសុក្រនិងថ្ងៃសៅរ៍ណាល្ងាចម៉ោងប៉ុន្មានទៅលោកគ្រូម៉ោង 2ទៅណាមិនដែរម៉ោង 2ម៉ោង 2បាទលោកគ្រូបាទបើមានអីតនេបើមានថ្ងៃណាតនេទៀតលោកគ្រូ inform ទៅណាវីហើយបើគ្នាយើងតនេដែរយើងរៀនណាតោះយើងតនេចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍លោកគ្រូតែល្ងាចណាចាល្ងាចណាយើងនៅ star ការចប់របស់ star ថ្ងៃទី31លោកគ្រូមិនដាច់ខែណា3ណាហើយយើងប្រឡងពេលណាអត់ទាន់ច្បាស់លោកគ្រូអត់ដឹងថាចូលឆ្នាំហើយឬក៏មុនចូលឆ្នាំផងអូចូលឆ្នាំណោះអូនៅយូរដែរអីចប់ហើយសល់មិនច្រើននេះអរគុណច្រើនណាអីគ្រូជំរាបលាលោកគ្រូខំបាទជំរាបលាទាំងអស់គ្នាRecording stopped.